លោកគ្រូភាសាអីគេហ្នឹងមើលទៅតំណងនេះបាទនេះជាអសតបុរាណខ្មែរសញ្ញាដើមគេបងព្យាបាលទៅលើកាពះពោះវៀនបាទអញ្ចឹងអសតបុរាណខ្មែរនេះព្យាបាលជាឈុតទៀតលោកគ្រូណាមិញនេះខ្ញុំឆុងម្សៅញ៉ាំបាទអញ្ចឹងយើងប្រើតែ3ស្លាបព្រាកាហ្វេឬគួរ1ស្លាបព្រាបាយឆុងហើយសម្រាប់ញ៉ាំមួយថ្ងៃបាទពិសាថ្ងៃចាឥឡូវលោកគ្រូខ្ញុំសុំសាកមួយកែវផងមើលបានទេលោកគ្រូបើសាកអត់ឲ្យសាកទេបាទសាកអត់តែបើសិនបងអូនមានបញ្ហាកាពះពោះវៀនបងអូនអាចពិសាបានខ្ញុំចេះតែចេះលោកគ្រូនិយាយរួមទៅរាល់ថ្ងៃហ្នឹងខ្ញុំចេះតែចុកណែនឆ្អល់ចុងដង្ហើមហ្នឹងហើយមួយទៀតវាចេះតែរៀងច្រាលមកហើយឆ្អល់នៅចុងដង្ហើមហ្នឹងតែម្ដងហើយធ្វើឲ្យយើងសម្ញានមិនសូវលក់កេងមិនសូវបានគ្រប់គ្រាន់ទេបាទអញ្ចឹងតាមស្ដាប់អាការៈដែលបងអូនរៀបរាប់មកនេះគឺយើងខ្សោយកាពះបាទហើយ100%បើសិនជាខ្សោយកាពះលាកកាពះខ្ញុំធានាតបៅហ្នឹងបាទខ្ញុំធានាថាមិនបាច់ប្រើរយៈពេលយូរទេតែមួយថ្ងៃបើថាកំពុងកញ្ចក់បាត់ឥឡូវបងអូនបកែមែនតើបាទបងអូនញ៉ាំមួយកែវទៅណាឥឡូវខ្ញុំសុំសាកមួយកែវដើម្បីតេស្តឲ្យដឹងពីប្រសិទ្ធភាពថ្នាំហ្នឹងបាទអញ្ចឹងពុកម៉ែបងប្អូននេះជារបៀបនៃការដែលយើងឆុងញ៉ាំបើសិនជាយើងមានស្លាបព្រាបាយធំយើងប្រើតែមួយស្លាបព្រាបាយមកយើងអាចឆុងទឹក1លីត្រទៅ1លីត្រកន្លះពិសាមួយថ្ងៃពេញបានតែម្ដងដោយលោកគ្រូគាត់ធ្លាប់ប្រាប់អញ្ចឹងឥឡូវខ្ញុំសាកជាក់ស្ដែងពុកម៉ែបងប្អូនណាកុំឲ្យតែយើងចេះតែផ្សព្វផ្សាយយើងនិយាយឲ្យយើងអត់ប្រើប្រាស់ខ្លួនឯងប៉ុន្តែជាក់ស្ដែងខ្ញុំខ្លួនឯងខ្ញុំមានបញ្ហាកាពះពោះវៀនខ្ញុំខ្សោយកាពះពោះវៀនចេះតែចុកឆ្អល់អញ្ចឹងរបៀបរបបនៃការពិសានេះលោកគ្រូយើងអាចដាក់ទឹកក្តៅខ្លាំងតែម្ដងឬមួយក៏តឡាទឹកក្តៅអ៊ុនលោកគ្រូបើបានទឹកក្តៅខ្លាំងកាន់តែល្អអូទឹកក្តៅខ្លាំងកាន់តែល្អទៀតបាទចេញលឿនក៏តែយើងឆុងសម្រាប់មួយថ្ងៃនេះយើងដាក់ទឹកក្តៅមកល្មមក៏វាអត់អីដែរនេះពុកម៉ែបងប្អូននៅពេលដែលយើងឆុងមួយទឹកក្តៅខុំឬក៏ទឹកក្តៅយើងឆុងបែបហ្នឹងដូចជាកាហ្វេចឹងយើងពិសាត្មងណាបើនិយាយពីរឿងរសជាតិវិញឈ្ងុយឆ្ងាញ់ហើយរបៀបឬឈើមើមឈើដូចថ្នាំបុរាណដូនតារបស់យើងមកចឹងគឺឆ្ងាញ់មែនតែម្ដងហើយមែនបកែមែននៅពេលដែលយើងរៀងចុកឆ្អល់ភើចុងហើមហើយយើងមិនបាច់ពិសាបាយពេលព្រឹកពុកម៉ែបងប្អូនដាក់តែប៉ុណ្្នឹងមកគឺមានអារម្មណ៍ថាបាត់ចុកណែនឆ្អល់មកខ្លាំងមែនទេលោកខ្ញុំនិយាយកាត់បកែណាបងនិយាយថាដូចថ្នាំបុរាណតាមពុកថ្នាំបុរាណមិនដូចទេបាទអានេះថ្នាំបុរាណតែម្ដងថ្នាំបុរាណតែម្ដងมันមានលាយស្អីទាំងអស់បាទថ្នាំបុរាណសុទ្ធសាធពិសេសហ្មងមែនតើពុកម៉ែបងប្អូនណាខ្ញុំនិយាយថាដូចថ្នាំបុរាណតាំងកពិតចង់និយាយលេងសាច់បន្តិចតាំងកពិតទៅវាជាថ្នាំបុរាណសុទ្ធសាធតែម្ដងដែលយើងផលិតនឹងសូនចេញមកពីធម្មជាតិពិតមិនមានលាយអ្វីទាំងអស់អញ្ចឹងហើយបានទៅធ្វើឲ្យយើងណាថ្នាំនឹងលាយជាមួយនឹងទឹកក្តៅខ្លាំងកាន់តែមានប្រសិទ្ធភាពទៀតយើងដឹងស្រាប់ហើយថាថ្នាំខ្មែររបស់យើងគឺដាំជាមួយនឹងទឹកក្តៅអញ្ចឹងពុកម៉ែបងប្អូនបើសិនជាជួបអាការៈបែបនេះពុកម៉ែបងប្អូនព្យាបាលជាឈុតបានន័យថាថ្នាំម្សៅនេះពុកម៉ែបងប្អូនទិញទៅអាចឆុងមួយថ្ងៃពិសាពេញបានចំណែកថ្នាំគ្រាប់នេះវិញពុកម៉ែបងប្អូនក្រោយពិសារួចត្រឹមតែ 4-5 នាទីពុកម៉ែបងប្អូនអាចហូបថ្នាំគ្រាប់នេះព្រឹក2ល្ងាច2ព្រោះវាមាន120គ្រាប់ហើយថ្នាំម្សៅនេះយើងអាចពិសាបានរយៈពេល2ខែអញ្ចឹងបើគូបទៅពុកម៉ែបងប្អូនយើងអាចពិសាបានដល់3ខែណោះប៉ុន្តែអ្វីតែពិសេសសុំកុំតន់អស់រំលងទៅណាយើងកំពុងតែមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃជូនពុកម៉ែបងប្អូនរកអត់បានទេពុកម៉ែបងប្អូនណាមួយឈុតនេះมันមានផលិតផលណាដូចទេចំណុះក៏ច្រើនបរិមាណហើយគុណភាពទៀតហើយខ្ញុំហ៊ាននិយាយយកលោកគ្រូជាសាក្សីព្រោះលោកគ្រូគឺជាប្រធានសមាគមបាទប្រធានសមាគមឱសថបុរាណខ្មែរពុកម៉ែបងប្អូនដឹងស្រាប់ហើយខ្ញុំហ៊ានធានាពុកម៉ែបងប្អូនណាហើយមួយទៀតនៅតាមបណ្ដាខេត្តទូទាំងប្រទេសយើងដាក់អវ៉ាន់ទៅមុនជូនពុកម៉ែបងប្អូនបានទេប៉ុន្តែហាមបោកអ្នកលក់វិញណាព្រោះកន្លងមកដែលខ្ញុំធ្លាប់ជួបពុកម៉ែបងប្អូនដាក់អវ៉ាន់ទៅមុនហើយទទួលបានថ្នាំហើយក្រុមការងារដើរខលទៅសួរ3ថ្ងៃទៅមួយអាទិត្យជួនកាលអ្នកខ្លះប្រឡងអ្នកលក់ទៀតអញ្ចឹងចេញមុខឲ្យព្រមទាំងលោកគ្រូវ៉ាន់ស៊ីនួនបាទសូមពុកម៉ែបងប្អូនស្គាល់ចាប់ពីឥឡូវនេះទៅនេះជាលោកគ្រូពិតប្រាកដតែម្ដងហើយខ្ញុំមកជួបសម្ភាសជាមួយនឹងគាត់ដោយផ្ទាល់ហើយការផលិតនេះគឺយើងផលិតដោយលោកគ្រូដែលជាប្រធានសមាគមឱសថបុរាណខ្មែរអញ្ចឹងពុកម៉ែបងប្អូនប្រើដោយមានទំនុកចិត្តហើយពីខ្ញុំលោកគ្រូសុផាន់ឌីនទៅគឺមានតែប៉ុណ្្នឹងទេដែលជូនពុកម៉ែបងប្អូនបាទសូមជម្រាបលា